chờ vai taអ្នកឈួតហើយឬការបញ្ជាទិញឥឡូវនេះត្រូវបានកក់ទុកដល់ឆ្នាំក្រោយហើយប្រធានវងបានបន្ថែមការវិនិយោគ50លានតើអ្នកចង់ចាក់ចេញឥឡូវនេះឬស៊ឺឆាវតើអ្នកដឹងទេថាការចាក់ចេញឥឡូវនេះមានន័យដូចម្តេចវាមានន័យថាការរំលោភកិច្ចសន្យាអាជីវកម្មទាំងអស់ដែលអ្នកបានបង្កើតនឹងត្រូវបាត់បង់ម៉ូដែលប្រុសម្នាក់នោះឈឺគ្រាន់តែដូរគាត់ទៅហេតុអ្វីបានជាអ្នកលះបង់អនាគតរបស់អ្នកបែបនេះពិតមាត់បើគ្មានគាត់ក៏គ្មានស៊ឺឆាវដែរទោះបីជាទ្រព្យសម្បត្តិពិភពលោកនៅចំពោះមុខខ្ញុំក៏វាមិនអាចប្រៀបផ្ទឹមនឹងសរសៃសក់មួយសរសៃរបស់គាត់បានដែរស្ទូឌីយ៉ូត្រូវបានរំលាយខ្ញុំនឹងបង់ប្រាក់ពីនៃកិច្ចសន្យាគ្រប់កាក់ដោយខ្លួនឯងရှេនយួនយើងមកដល់ផ្ទះហើយខ្យល់អាកាសនៅទីនេះល្អគ្មានអ្នកណាមករំខានយើងទេអ្នកជាមនុស្សកុហកអ្នកថាអ្នកនឹងនៅក្បែរខ្ញុំរហូតក្រោកឡើងខ្ញុំបញ្ជាឲ្យអ្នកក្រោកឡើងមកញ៉ាំខេស៊ីតើល្អទេရှេនយួនមីងយ៉ាងមកពីភូមិបានផ្ញើសុទ្ធមកឲ្យតើអ្នកមិនចូលចិត្តអាហារមនុស្សទេអីពេលអ្នកភ្ញាក់ឡើងខ្ញុំនឹងធ្វើសមសុទ្ធឲ្យអ្នកញ៉ាំរាល់ថ្ងៃရှេនយួនសូមភ្ញាក់ឡើងឲ្យបានឆាប់មកខ្ញុំសូមអង្វរពិតជាស្នាដៃប៉ាក់ដ៏ប្រណិតមែននេះគឺជាសិល្បៈរបស់លោកយាយកាលពីមុនရှេនយួនគឺជាព្រះគាត់បានធ្លាក់មកភពមនុស្សដើម្បីខ្ញុំក្លាយជាថ្មខ្ញុំចង់ឲ្យពិភពលោកដឹងថាគាត់មានពិតហើយដឹងពីសេចក្តីស្រឡាញ់របស់យើងខ្ញុំនឹងចូលរួមការប្រកួតរចនាអន្តរជាតិនៅប៉ារីសខ្ញុំនឹងរចនារ៉ូបអាពាហ៍ពិពាហ៍ដ៏ប្លែកមួយសម្រាប់អ្នកရှេនយួនមើលចុះខ្ញុំបានដាក់ឈ្មោះការរចនានេះថាសេចក្តីស្រឡាញ់របស់ទេវតាឈុតបរោះប្រើក្បាច់នាគហើយឈុតនារីប្រើក្បាច់ហង្សពួកគេថាខ្ញុំឈួតដែលបោះបង់អាជីពប៉ុន្តែខ្ញុំនឹងបង្ហាញពិភពលោកថារ៉ូបនេះនឹងអស្ចារ្យជាងស្នាដៃទាំងអស់របស់ខ្ញុំព្រោះនេះគឺជាកាដូដែលខ្ញុំរៀបចំសម្រាប់អ្នកគេងមិនលក់ទេស៊ឺឆាវសៀវនៅសល់តែ5ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការប្រកួតនៅប៉ារីសត្រូវតែធ្វើឲ្យរួចရှេនយួនខ្ញុំហត់ណាស់ប្រសិនបើអ្នកអាចអោបខ្ញុំបានវាពិតជាល្អណាស់ស្រីល្ងងធ្វើបាបខ្លួនឯងដើម្បីយើងដល់ថ្នាក់នេះគេងទៅព្រះនាងរបស់ខ្ញុំមានយើងនៅទីនេះគ្មានអ្នកណាអាចឆក់យកពន្លឺរបស់អ្នកបានទេស្លាប់ហើយខ្ញុំគេងហួសពេលရှេនយួនតើគឺអ្នកមែនទេរួចរាល់ហើយရှេនយួនយើងជោគជ័យហើយជើងហោះហើរទៅប៉ារីសនៅព្រឹកស្អែករងចាំខ្ញុំឈ្នះជើងឯកពិភពលោកខ្ញុំនឹងប្រើប្រាក់រង្វាន់ទាំងអស់ដើម្បីស្វែងរកជាងជំនាញនិងវិញ្ញាណដ៏ល្អបំផុតដើម្បីដាស់អ្នកឲ្យភ្ញាក់រងចាំខ្ញុំត្រឡប់មកវិញខ្ញុំបានស៊ើបដឹងច្បាស់ហើយស្រីម្នាក់នោះនឹងយករ៉ូបទៅប្រកួតនៅប៉ារីសនៅស្អែកឬថាបើឈ្នះរង្វាន់នឹងសិទ្ធិអ្នកនិពន្ធមានតម្លៃរាប់សិបលានហេតុអ្វីស៊ឺឆាវសៀវអាចទទួលបានវាចំណែកយើងត្រូវជំពាក់បំណុលគេយប់នេះយើងនឹងប្លន់យករ៉ូបនោះស្អែកអ្នកដែលទៅប៉ារីសគឺជាយើងបងបៀវចាំមើលស្នាដៃបងហើយឲ្យតែបានប្រាក់យើងនឹងចែកគ្នាស្មើកុំបារម្ភអីស្រីទុនខ្សោយម្នាក់ស៊ីផុយទេសម្រាប់ខ្ញុំបងប្អូនទៅមុខតើអ្នកជាអ្នកណាចង់ធ្វើអីកុំអូនេះមិនមែនជាអ្នករចនាស៊ឺទេអីហេតុអ្វីមកស្នាក់នៅក្នុងកន្លែងខ្វក់បែបនេះលេងវូជូអាណាចេញទៅឲ្យឆ្ងាយទីនេះមិនស្វាគមន៍អ្នកទេបងបៀវគឺប្រអប់នោះហើយរ៉ូបនៅក្នុងនោះកុំប៉ះរបស់ខ្ញុំនេះជាកាដូសម្រាប់ရှេនយួនលែងទៅ
Shen Yuan តើវាជាស្អីគេនឹងជួយផង Shen Yuan ជួយផងបេសាចវាជាបេសាចលេងហួររត់ទៅ រូបចម្លាក់នោះគឺជាខ្លួនប្រាណពិតរបស់វាឲ្យតែយើងបំផ្លាញវាបេសាចនេះនឹងរលាយបាត់ហើយស៊ឺឈៀវឈៀវក៏នឹងចប់សពគ្រប់ដែរស៊ឺឈៀវឈៀវទៅងាប់ទៅកុំធ្វើបាប Shen Yuan ឈប់ទៅស៊ឺឈៀវឈៀវទៅងាប់ទៅកុំធ្វើបាបគាត់ Shen Yuan ខ្ញុំនឹងសម្លាប់អ្នកអសត្វតិរឆានចូលនាយករបស់ហើយរត់ទៅនាងចិត្តស្លាប់ហើយ Shen Yuan ចេញមកកុំបំភ័យខ្ញុំអីខ្ញុំសូមអង្វរខ្ញុំសូមទោសគឺខ្ញុំជាអ្នកធ្វើឲ្យគ្រប់យ៉ាងខូចខាតប្រសិនបើខ្ញុំមិនធ្វើរោគនោះប្រសិនបើខ្ញុំមិនចាក់ចេញពីក្បែរអ្នកវាបានបើកហើយយើងនឹងក្លាយជាជើងឯកពិភពលោក Shen Yuan អ្នករស់ឡើងវិញហើយ ស្រីល្ងងយំអាក្រក់មើលណាស់យើងធ្លាប់ប្រាប់ហើយឲ្យតែមានយើងនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបអ្នកទេអ្នកធ្វើឲ្យខ្ញុំភ័យណាស់ខ្ញុំស្មានតែមិនបានជួបអ្នកទៀតទេកុំយំអីយើងនឹងនាំអ្នកទៅឥឡូវនេះដើម្បីយកកិត្តិយសរបស់អ្នកត្រឡប់មកវិញ ចប់ហើយគ្រប់យ៉ាងត្រូវបានបំផ្លាញអស់ហើយស្អែកគឺជាថ្ងៃប្រកួតហើយខ្ញុំគ្មានស្នាដៃបង្ហាញទេតើខ្ញុំអាចបង្ហាញពិភពលោកពីសមត្ថភាពរបស់អ្នកដោយរបៀបណាប្រើប្រាស់ធម៌ពលដើម្បីស្ដារឡើងវិញយើងមានពេលសល់ត្រឹមតែ24ម៉ោងទៀតប៉ុណ្ណោះនៅក្នុងលោកនេះឈៀវមើលមកយើង Shen Yuan យើងធ្លាប់និយាយហើយឲ្យតែមានយើងនៅទីនេះអ្នកសំបីតែសិទ្ធដើម្បីចាញ់ក៏គ្មានដែរគ្រាន់តែជាក្រណាត់ប៉ុន្មានដុំបើខូចហើយក៏ខូចទៅគ្រាន់តែចាំថាស្អែកនេះត្រូវងើបមុខឡើងដើរលើឆាកនោះជឿយើងចុះស្អែកនេះអ្នកនឹងក្លាយជាកូនក្រមុំដ៏ស្អាតបំផុតក្នុងលោករោគត្រូវបានបំផ្លាញហើយចាំមើលនាងឡើងឆាកដោយរបៀបណានាងនឹងត្រូវអាម៉ាស់មុខនៅចំពោះមុខពិភពលោកទាំងមូលនោះហើយជាលទ្ធផលដែលនាងហ៊ានប្រឆាំងនឹងយើងជាបន្តបន្ទាប់សូមស្វាគមន៍អ្នករចនាដ៏មានទេពកោសល្យមកពីប្រទេសយួរគឺកញ្ញាស៊ូឈៀវឈៀវដើម្បីបង្ហាញស្នាដៃចុងក្រោយរបស់នាងតើវានៅណាតើនាងកំពុងលេងសើចមែនទេអ្នករចនាជនជាតិយួរបរាជ័យហើយមែនទេពិតជាខ្មាស់គេណាស់នាងគ្មានអ្វីតតែសោះនាងគឺជាអ្នកបោកប្រាស់ទិញនាងចេញទៅសន្តិសុខសូមអញ្ជើញបុគ្គលម្នាក់នេះចេញទៅ